នឹងអ្នកថ្មីអ្នកចាស់នៅឆ្នាំ1975ពេលដែលអាមេរិកចាញ់សង្គ្រាមនៅវៀតណាមគេបើកចោទថាអាមេរិកចាញ់សង្គ្រាមពីព្រោះអ្នកកសែតព្រោះអ្នកកសែតអាមេរិកចាញ់សង្គ្រាមពីព្រោះយើងកង់អីគេបិទព័ត៌មានទាំងអស់ពួកកុម្មុយនីសគេបិទទាំងអស់អញ្ចឹងអាមេរិកចាញ់គឺយកកសែតអស់និយាយចុះនិយាយឡើងទៅបានវាធ្វើឲ្យបាក់ស្មារតីរបស់គេក្រោយហ្នឹង75នេះគេជំនាញធ្វើជាទឹកមូលមួយគេជើញអ្នកកសែតពីចំនួនហើយគេធ្វើសំណួរមួយគេថាបើសិនជាអាមេរិកច្បាំងជាមួយនឹងប្រទេសកហើយគេជើញអ្នកកសែតប្រទេសកហ្នឹងអញ្ជើញអ្នកកសែតទៅមើលចាំមើលគេស្ទាក់បាញ់តបអាមេរិកតែអ្នកធ្វើមិនអ្នកកសែតមួយឆ្លើយថាខ្ញុំបោះម៉ាស៊ីនថតចោលខ្ញុំដើរចេញអ្នកកសែតមួយទៀតគាត់ថាគាត់នៅតែបន្តថតពីព្រោះគាត់ជាអ្នកកសែតនេះគឺជាការចែកចែកមួយយ៉ាងតឹងណាស់ណាមិនមែនធម្មតាទេព្រោះចំហពីរអ្នកដូចគ្នាមួយចំហការប្រតិជាតិប៉ុន្តែមួយចំហថាគាត់វិជាជីវៈគាត់ជាអ្នកកសែតគាត់ត្រូវតែយកព័ត៌មានប៉ុន្តែឥឡូវនេះចំហនេះបាត់ហើយអត់មានទេពីព្រោះឥឡូវនេះពេលទៅច្បាំងនៅឯណាអាមេរិកយកអ្នកកសែតទៅនេះគេពិតជា embedded គឺថាដេកដូចក្រែជាមួយគ្នាបើអ្នកកសែតទៅណាជាមួយតបទៅជាមួយតបកសែអីត្រូវឆ្លងមេវិជាការតបនោះណាអញ្ចឹងពាក្យជំនាញចំហអ្នកកសែតថាស៊ីកសែតសុកនោះគឺអស់មានហើយអញ្ចឹងបានដូចយើងស្រួលយ៉ាងតួនាទីអ្នកសារព័ន្ធមាននៅពេលមានចំនួនព្រំដែននេះគឺយើងនៅចំហទី1ហ្នឹងយើងអាចថាខ្ញុំអ្នកកសែតមិនឲ្យខ្ញុំសរសេរគាត់សរសេរទេមិនទេអត់មានទេអ្នកកសែតគឺប៉ុណ្ណឹងហើយយើងកុំភ្លេចយើងមានតំណគ្នាម្ដងដែររឿងហ្នឹងនៅពេលយើងមានកូវីដអ្នកកសែតជំនុំគាត់ថាគាត់អ្នកកសែតគាត់ត្រូវទៅចូលមិនឲ្យគាត់នេះគាត់ទៅសរសេរពីកន្លែងហ្នឹងបិទក្បាច់គាត់ត្រូវសរសេរហ្នឹងជាចំណុចចំហហ្នឹងតែនេះយើងឃើញថាយើងទូនទីអ្នកសារព័ន្ធមានជំរុញព្រំដែននៅកម្ពុជាយើងមិនអាចទៅនិយាយទាំងអស់បានទេណាហើយខ្ញុំក៏តែនិយាយដែរសំខាន់វិជាជីវៈអ្នកសារព័ត៌មានគឺនិយាយការពិតគ្រាន់តែការពិតខ្លះយើងមិននិយាយប៉ុន្តែដាច់ខាតមិនកុហកនេះជាធំនេះជាធំរបស់យើង